ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំនៅនេះហើយថ្ងៃនេះនេះខ្ញុំលើកយកប្រធានបទមួយមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាគឺទាក់ទងទៅនឹងតម្លៃនៃភាពឈឺចាប់ចឹងច្បាស់ណាស់អ្នកទាំងអស់គ្នាដែលកើតមកនៅលើភពផែនដីយើងនេះច្បាស់ណាស់ថាមិនមាននរណាម្នាក់ដែលមិនធ្លាប់ទទួលបាននូវភាពឈឺចាប់នោះទេមែនទេអញ្ចឹងនៅក្នុងភាពឈឺចាប់នោះវាមានច្រើនផ្នែកខាងមែនទែនមិនថាការឈឺចាប់ទៅលើរឿងបែកបាក់ស្នេហាបែកបាក់គ្រួសារមិត្តភាពឬក៏បរាជ័យទៅលើរឿងការសិក្សាឬក៏រឿងការងារអ្វីនោះទេប៉ុន្តែនៅក្នុងការឈឺចាប់នោះវាតែងតែបង្កប់នូវមេរៀនជាច្រើនដែលអាចឲ្យយើងរៀនសូត្រនិងប្រើប្រាស់វាជាបទពិសោធន៍សម្រាប់យកទៅប្រើប្រាស់នៅក្នុងជីវិតរបស់យើងបន្តទៀតអញ្ចឹងអឺ មិនដែលមានមនុស្សដែលអស្ចារ្យណាម្នាក់ដែលគាត់ជោគជ័យដោយមិនធ្លាប់ឆ្លងកាត់នូវការឈឺចាប់នោះទេភាពជោគជ័យវាអ្នកទាំងអស់គ្នាដឹងហើយថាភាពជោគជ័យគឺវាមិនទទួលបានមកដោយងាយៗនោះទេអ្នកទាំងអស់គ្នាអាចសង្កេតទៅលើអ្នកជោគជ័យនៅក្នុងសង្គមរបស់យើងភាគច្រើនគឺពួកគាត់តែងតែជួបនូវរឿងបរាជ័យភាពឈឺចាប់ហើយបានគាត់ទទួលបានជោគជ័យនៅពេលក្រោយប៉ុន្តែ ដល់ពេលដែលយើងមើលឃើញនោះគឺយើងមើលឃើញតែភាពជោគជ័យរបស់គាត់ទេយើងអត់ឃើញអំពីភាពឈឺចាប់ភាពបរាជ័យរបស់គាត់នោះទេបើយើងនិយាយពីមេរៀនអំពីកុមារដែលទើបនឹងចេះដើរគឺពួកគាត់ខិតខំប្រឹងប្រែងមែនទែនក្នុងការរៀនដើរទោះបីជាដួលយ៉ាងណាដើរទេតាយ៉ាងណាក៏ពួកគាត់នៅតែងើបឈរឡើងបន្តដំណើរទៅមុខទៀតផងដែរ ទាំងនេះវាគឺជាមេរៀនដែលយើងអាចរៀនបានអំពីការដើររបស់កុមារគ្រប់យ៉ាងវាកើតចេញពីរឿងតូចៗការអនុវត្តជាបន្តដោយមិនបញ្ឈប់វាអញ្ចឹង នៅក្នុងជីវិតរបស់យើងនៅការណាគេក៏ធ្លាប់ជួបនៅរឿងឈឺចាប់ផងដែរអ្នកនរគ្នាប៉ុន្តែវាអាស្រ័យទៅលើផ្លូវចិត្តរបស់យើងឯងថាយើងទទួលយកវាបានអត់ថាយើង អាចក្រោកឡើងវិញបន្តដំណើរជីវិតរបស់យើងបានអត់អញ្ចឹងយើងធ្វើព្យាយាមយ៉ាងណាឲ្យផ្លូវចិត្តរបស់យើងរឹងមាំហើយយើងទទួលយកភាពឈឺចាប់នោះហើយយើងរៀនសូត្រពីវាថាតើការឈឺចាប់ទាំងអស់ហ្នឹងវាបានបង្រៀនយើងឲ្យស្គាល់ឲ្យដឹងពីអ្វីខ្លះបន្សល់ទុកនៅបទពិសោធន៍អ្វីខ្លះដើម្បីឲ្យយើងបន្តជីវិតរបស់យើងទៅមុខហើយយើងយកអាមេរៀនហ្នឹងយកទៅប្រើប្រាស់នៅជីវិតរបស់យើងជាបន្តទៅទៀតអ្នកទាំងអស់គ្នា បើនិយាយរឿងឈឺចាប់អ្នកទាំងអស់គ្នាខ្ញុំក៏ធ្លាប់ទទួលបាននូវភាពឈឺចាប់មួយដែលខ្លាំងដែលមិនអាចបំភ្លេចបាននោះទេអ្នកទាំងអស់គ្នាគឺនៅក្នុងឆ្នាំ2024ហ្នឹងគឺខ្ញុំគឺជាសិស្សថ្នាក់ទី12ហើយខ្ញុំមានគោលបំណងធំខ្លាំងមែនទែនគឺខ្ញុំចង់បាននីតិអេហើយលំដាប់ពិន្ទុខ្ពស់នៅក្នុងកំឡុងពេលដែលខ្ញុំចង់បាននោះគឺខ្ញុំខិតខំប្រឹងប្រែងខ្លាំងមែនទែនឡើងអស់ពីសមត្ថភាពទោះបីជាឈឺយ៉ាងណាក៏ អត់ដែលឈប់រៀនណាអ្នកនរគ្នាគឺទោះតិចច្រើនក្តីគឺខិតខំប្រឹងប្រែងរៀនពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងមែនទែនរហូតដល់ពេលដែលយើងប្រឡងហើយរងចាំលទ្ធផលហ្នឹងគឺក្នុងចិត្តរបស់យើងគឺយើងគិតថាខ្លួនឯងនឹងទទួលបានដូចអ្វីដែលយើងប៉ងប៉ុន្តែអ្នកនរគ្នាដឹងហើយថាលទ្ធផលវាមិនមែននៅលើយើងអ្នកសម្រេចទេគឺយើងបានខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពហើយលទ្ធផលមិនក៏វាស្ថិតនៅលើលោកគ្រូអ្នកគ្រូនៃអ្នកបញ្ចូលទិន្នន័យក្រុមការងាររបស់ក្រសួងអ្នកនរគ្នាអញ្ចឹងក្នុងចិត្តរបស់យើងគិតថាចុះបើយើងអត់បាននៅអ្វីដែលយើងគិតតើវាឈឺចាប់មិនអីមិនតាអាហ្នឹងយើងគ្រាន់តែគិតតែយើងអត់តបានជួបពេលនៅពេលដែលថ្ងៃប្រកាន់លទ្ធផលមកដល់គឺវាពិតជា surprise ខ្លាំងមែនតើអ្នកនរគ្នាដោយសារតែលទ្ធផលវាអត់ដូចអ្វីដែលយើងរំពឹងទុកហើយពេលនោះគឺជាពេលដែលខ្ញុំឈឺចុកចិត្តខ្លាំងមែនតើអ្នកនរគ្នាវា ជាលើកទី1ក្នុងឆាកជីវិតដែលអ្វីដែលយើងរំពឹងទុកឲ្យវាបែរជារលាយអស់អីចឹងហើយយើងក៏អត់បានគិតទុកមុនដែរថាបើសិនជាយើងអត់បានវាតើអារម្មណ៍យើងទៅជាយ៉ាងណាគឺយើងអត់បានយើងអត់បានត្រៀមទុកជាមុនទេអ្នកនរគ្នាអញ្ចឹងទាំងនេះវាគឺជាបទពិសោធន៍ជីវិតដ៏ឈឺចាប់មួយនៅក្នុងវ័យសិក្សារបស់ខ្ញុំប៉ុន្តែអឺ នៅក្នុងការឈឺចាប់នោះខ្ញុំបានរៀននៅមេរៀនជាច្រើនដែលជួយឲ្យខ្ញុំអភិវឌ្ឍខ្លួនឯងរហូតមកដល់ក្នុងឆ្នាំ2025ហ្នឹងគឺខ្ញុំជានិស្សិតឆ្នាំទី1អ្នកទាំងអស់គ្នាទោះបីជាវាមិនទាន់មានការអភិវឌ្ឍច្រើនណាស់ណាប៉ុន្តែ
វាຕົកនៅក្នុងចិត្តថាវាគឺជាមេរៀនជីវិតមួយនៅពេលដែលយើងធ្វើអ្វីមួយយើងកុំរំពឹងវាខ្ពស់ពេកទេអ្នកនរអគ្នាគឺយើងដាក់កម្រិតខ្លួនឯងថាសមត្ថភាពយើងប៉ុណ្ណាគោលដៅនឹងប៉ុណ្ណាហើយយើងលៃលកវាយ៉ាងម៉េចឲ្យវាសមស្របគ្នាហើយយើងក៏គិតទុកមុនផងដែរថាបើយើងអត់បានវាទេតើយើងនឹងជួបប្រទះទៅនឹងរឿងអ្វីខ្លះអញ្ចឹងអ្វីគ្រប់យ៉ាងយើងបានត្រៀមទុកនោះនៅពេលដែលយើងជួបទៅនឹងរឿងខកចិត្តរឿងអីហ្នឹងមែនគឺផ្លូវចិត្តរបស់យើងវាអត់ទន់ខ្សោយទេអ្នកនរគ្នាតាមពិតទៅរឿងហ្នឹងខ្ញុំវាអត់បានត្រៀមទុកពិតមែនប៉ុន្តែនៅពេលដែលយើងជួបផ្ទាល់យើងចាប់ហ្នឹងគឺខ្ញុំបានទៅដើរលេងយើងទាំងអស់គ្នាទៅដើរលេងហើយបន្ទាប់មកផ្ទះវិញយើងនៅតែមានអារម្មណ៍ថាឈឺចាប់ដដែលព្រោះអីវាយើងអត់ទាន់បានទទួលយកវាប៉ុន្តែនៅពេលដែលយើងបានទទួលយកវាហើយវាក្លាយទៅជាមេរៀនជីវិតមួយដ៏ល្អនៅក្នុងជីវិតរបស់យើងថាចុះបើពេលនេះយើងទទួលបាននីតិអេតើជីវិតរបស់យើងវាមិនវាដូចសពថ្ងៃហ្នឹងអត់អីចឹងណាអ្នកនរគ្នានោះបើនិយាយរួមទៅវាពិបាកនឹងទទួលយកប៉ុន្តែយើងត្រូវតែទទួលយកហើយយើងបន្តជីវិតរបស់យើងទៅមុខទៀតមិនមែននីតិអេនឹងជាអ្នកកំណត់ជីវិតរបស់យើងទេគឺយើងជាអ្នកកំណត់ជីវិតខ្លួនឯងយើងចង់ឲ្យខ្លួនឯងមិនបន្ទាប់ពីលទ្ធផលបែបហ្នឹងអ្នកនរគ្នាគឺខ្ញុំបានតាំងចិត្តខ្លាំងមែនទែនថាបើខ្ញុំអត់បានទទួលបាននីតិអេនៅវ័យវិទ្យាល័យហ្នឹងទេខ្ញុំនឹងយកយើងដល់គ្នាខ្ញុំសន្យាជាមួយនឹងខ្លួនឯងថានៅពេលដែលខ្ញុំឡើងដល់សាកលវិទ្យាល័យខ្ញុំនឹងយក GPA 4.0ឬក៏3.9នេះដល់គ្នាវានិយាយរួមទៅយើងមានគោលដៅខ្ពស់រហូតប៉ុន្តែយើងលើកនេះគឺយើងបានព្រៀងទុកไว้ថាបើសិនជាវាអត់បានដូចអ្វីដែលយើងបានព្រៀងទុកក៏យើងទទួលយកវាហើយភាពជាចិត្តមួយហ្នឹងទោះបីជាយើងអត់អាចភ្លេចបានប៉ុន្តែវាជាមេរៀនដល់យើងសម្រាប់នៅថ្ងៃខាងមុខទុកជាបទពិសោធន៍ក្នុងការប្រើប្រាស់ទៅលើការសិក្សាការងារផ្សេងទៀតដែរអ្នកទាំងគ្នាអញ្ចឹងជីវិតជាសាវិទ្យាល័យរបស់ខ្ញុំទោះបីជាខ្ញុំអត់ទទួលបានភាពជោគជ័យតាមអ្វីដែលខ្ញុំបានកំណត់ទុកប៉ុន្តែក៏វាបានក្រោមនឹងដែរអ្នកគ្នាខ្ញុំខ្វះតែតិចតួចទេអញ្ចឹងវាយើងចាត់ទុកថាវាប្រៀបដូចជាការជោគជ័យមួយទៅចោះអ្នកទាំងគ្នាហើយខ្ញុំជោគជ័យទៅលើរឿងមិត្តភាពជាមួយមិត្តភ័ក្តិជាមួយលោកគ្រូអ្នកគ្រូខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកគ្រូលោកគ្រូហើយនិងមិត្តភ័ក្តិរបស់ខ្ញុំមានអនុស្សាវរីយ៍ជាច្រើនរួមគ្នាហើយមួយវិញទៀតខ្ញុំក៏បានចូលរួមជួយការងារសង្គមបានច្រើនផងដែរតាមរយៈការស្ម័គ្រចិត្តជាសរសើរយុករជាដើមហើយខ្ញុំក៏ជាយុវជនសកម្មនៅក្នុងសាលាផងដែរអ្នកទាំងគ្នានិយាយរួមទៅពេលជាចាំរបស់យើងហ្នឹងវាជាផ្នែកមួយឯអ្នកទាំងគ្នាបើយើងទទួលយកវាហើយយើងក៏លេចទៅមើលមួយជ្រុងទៀតណាអ្នកទាំងគ្នាយើងនឹងដឹងឲ្យថាទោះបីជាយើងអត់ទទួលបានភាពជោគជ័យទៅលើរឿងហ្នឹងប៉ុន្តែយើងជោគជ័យទៅលើរឿងមួយទៀតអ្នកទាំងគ្នាអញ្ចឹងវាអាចជួយឲ្យយើងឆាប់ជាសះស្បើយទៅលើភាពឈឺចាប់ទាំងអស់ហ្នឹងអ្នកទាំងគ្នាអូខេអ្នកទាំងគ្នាខ្ញុំក៏មានសារមួយចំនួនសម្រាប់ផ្ញើទៅកាន់បងប្អូនដែលរៀនថ្នាក់ទី12ទាំងអស់គ្នាផងដែរថាយើងមានគោលដៅខ្ពស់ដែរយើងមានគោលដៅខ្ពស់ហើយប៉ុន្តែយើងកុំភ្លេចបកក្រោយមើលថាបើយើងអត់ទទួលបានវាទេតើយើងទទួលបាននូវភាពជឿជាក់យ៉ាងម៉េចអញ្ចឹងយើងត្រូវដឹងថាត្រូវពង្រឹងផ្លូវចិត្តខ្លួនឯងឲ្យហើយផងដែរថាបើយើងអត់ទទួលបានវាតែយើងទទួលបាននូវភាពជឿជាក់មិនហើយយើងមានផ្លូវដើរបន្តទៅមុខទៀតមិនអញ្ចឹងយើងមានទាំងក្តីសង្ឃឹមមានទាំងភាពអស់សង្ឃឹមប៉ុន្តែយើងកុំគិតអវិជ្ជមានពេកយើងគ្រាន់តែត្រៀមវាទុកទៅបានហើយយើងកុំគិតថាខ្ញុំមិនអាចធ្វើបានទេអីចឹងទេអត់ទេអ្នកនរគ្នាអញ្ចឹងយើងសង្ឃឹមទុកហើយយើងពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងប៉ុន្តែក៏យើងកុំភ្លេចនៅក្នុងការទទួលយកការប៉ັດនៅថ្ងៃខាងមុខផងដែរអ្នកនរគ្នាកុំឲ្យដូចខ្ញុំវាពិបាកបន្តិចនៅក្នុងការទទួលយកភាពឈឺចាប់ហ្នឹងប៉ុន្តែយើងនៅតែអាចធ្វើបានចឹងអ្នកនរគ្នាអញ្ចឹងសរុបមកវិញតម្លៃនៃភាពឈឺចាប់វាតែងតែបង្កប់នៅមេរៀនល្អៗជាច្រើនដើម្បីឲ្យយើងសិក្សារៀនសូត្រនិងទុកវាជាបទពិសោធន៍សម្រាប់បន្តដំណើរជីវិតរបស់យើងទៅថ្ងៃខាងមុខទៀត
អញ្ចឹងសម្រាប់មកប្រធានបទខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាមានផ្លូវចិត្តរឹងមាំនៅក្នុងការទទួលនូវភាពឈឺចាប់ផ្សេងៗដែលចូលមកនៅក្នុងជីវិតរបស់យើងទទួលយកវាហើយគឺយើងមើលទៅលើភាពឈឺចាប់មួយហ្នឹងថាវាបានបង្រៀនអ្វីខ្លះដល់យើងហើយយើងគួរកែប្រែយ៉ាងម៉េចនៅថ្ងៃអនាគតដើម្បីបន្តជីវិតរបស់យើងប្រកបដោយភាពជោគជ័យនៅក្នុងជីវិតទទួលបាននូវសុភមង្គលទាំងផ្លូវកាយផ្លូវចិត្តអញ្ចឹងនេះខ្ញុំក៏អរគុណដែរសូមអរគុណសម្រាប់ការទស្សនារបស់អ្នកគ្នាបាយបាយ